បាទសូមជម្រាបសួរដល់បងប្អូនប្រិយមិត្តទាំងអស់ថ្ងៃនេះដែរគឺជាលើកដំបូងរបស់ខ្ញុំដែលបានចូលខ្លួនមកនិទានរឿងជូនបងប្អូនស្ដាប់ហើយនេះគឺជារឿងពិតរបស់បុរសម្នាក់ដែលគាត់បានធ្វើដំណើរពីខេត្តមកសិក្សានៅរាជធានីភ្នំពេញយើងនឹងពេលនោះគាត់បានសុំស្នាក់នៅជាមួយនឹងពូរបស់គាត់ដោយពូរបស់គាត់នឹងបានជួលផ្ទះគេដែរនៅរាជធានីភ្នំពេញនេះតែម្ដងពីមួយថ្ងៃទៅមួយថ្ងៃវាអត់មានសភាពអីខុសប្លែកពីធម្មតាទេក៏ប៉ុន្តែម្ចាស់ផ្ទះដែលជាម្ចាស់ផ្ទះដើមគេតែងតែមកមើលផ្ទះគេជារៀងរាល់ល្ងាចហើយតែងតែពោលពាក្យថាកន្លែងណាក៏ក្រិចខ្ញុំមិនជាបញ្ហាទេពីព្រោះការរស់នៅវាតែងតែមានស្អាតមានកក្រិចចឹងហើយតែដាច់ខាតកន្លែងដែលមានដើមស្លាហើយនឹងម្លូដែលគាត់ដាំហ្នឹងត្រូវតែស្អាតបើថ្ងៃណាមួយគាត់ចូលមកឃើញកក្រិចកន្លែងដែលគាត់ហាមប្រាមហ្នឹងគាត់នឹងឈប់ឲ្យយើងនៅភ្លាមពេលនោះបុរសដែលជាក្មួយបានត្រឹមតែបាតហើយគាត់គឺជាមនុស្សដែលស្អាតដែរអញ្ចឹងគាត់តែងតែសម្អាតកន្លែងដើមស្លានិងម្លូដែលម្ចាស់ផ្ទះដើមហ្នឹងគាត់ដាំហ្នឹងជារៀងរាល់ថ្ងៃដោយពុំអាក់ខានឡើយហើយក៏សូមបញ្ជាក់ថងនេះមួយដែរអឺធ្វើត្បិតតែវីឡាហ្នឹងធំមែនមានដល់ទៅ5បន្ទប់ក៏ប៉ុន្តែបន្ទប់សិតតែជាបន្ទប់ផ្ទាល់ខ្លួនហើយសម្រាប់បុរសដែលគាត់បងដែលគាត់ផ្ញើសាច់រឿងយកមកឲ្យហ្នឹងគាត់អត់មានកន្ទប់នៅខាងក្នុងផ្ទះទេប៉ុន្តែគាត់មានកន្ទប់មួយដាច់ដោយឡែកពីគេដូចជាកន្ទប់ហ្នឹងប្រៀបដូចជាឲ្យអ្នកធ្វើការងារក្នុងផ្ទះរស់នៅអញ្ចឹងណាកាលពីមុនណាហ្នឹងហើយជារៀងរាល់យប់ហ្នឹងគាត់តែងតែគេងនៅក្នុងកន្ទប់មួយដាច់ដោយឡែកពីគេហ្នឹងប៉ុន្តែមិនឆ្ងាយទេនៅជាប់នឹងផ្ទះហ្នឹងដែរស្រាប់តែថ្ងៃមួយក្រុមគ្រួសាររបស់ពូរបស់គាត់ហ្នឹងនាំគ្នាទៅដើរលេងតាមខេត្តទាំងអស់ចឹងមានន័យថានៅក្នុងផ្ទះហ្នឹងនៅសល់តែគាត់ម្នាក់ទេដែលគាត់ត្រូវរៀនចឹងគាត់មិនអាចទៅដើរលេងជាមួយនឹងគេកើតអញ្ចឹងយប់ហ្នឹងស្រាប់តែមានរឿងមួយកើតឡើងប៉ុន្តែគាត់គឺជាមនុស្សដែលមិនខ្លាចគាត់គឺជាមនុស្សដែលមិនខ្លាចពេលហ្នឹងគាត់ក៏បានគេងលងលក់បាត់ទៅហើយបងប្អូនអើយស្រាប់តែមានយាយចាស់ម្នាក់ហើយកាន់កត្រកស្លាកត្រកម្លូនិងឈើច្រត់គួបផ្សំនឹងទឹកមុខចាស់ជ្រូជ្រួញហើយគាត់គឺជាស្ត្រីដែលមានវ័យចំណាស់ហើយគាត់ញ៉ាំស្លាញ៉ាំម្លូអញ្ចឹងណាអញ្ចឹងទៅហៀទឹកមាត់និងអាទឹកម្លូនឹងបតាពេញប្របែមាត់មើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនបាទមកដាស់គាត់ស្របពេលដែលគាត់គឺជាមនុស្សដែលមិនខ្លាចពេលហ្នឹងស្រាប់តែគាត់ស្ទុះងើបមកហើយទៅនិយាយជាមួយនឹងយាយចាស់នោះថាយាយមកពីណាមិនបានចូលកន្ទប់ខ្ញុំយាយក៏តបថាចៅអើយយាយមិនធ្វើអីឯងទេប៉ុន្តែយាយដឹងថាឯងអត់លុយនៅពេលបរោះម្នាក់នោះក៏ភ្ញាក់ខ្លួនព្រឺតថាមិនដឹងថាអញអត់លុយក៏នឹកក្នុងចិត្តចឹងណាបាទយាយខ្ញុំអត់លុយមែនប៉ុន្តែចំណុចកន្លែងនេះសូមអឺខ្ញុំមិនចង់ឲ្យបងប្អូនប្រព្រឹត្តនៅល្បែងស៊ីសងទេប៉ុន្តែគ្រាន់តែថានេះគឺជារឿងពិតរបស់គាត់ដែលគាត់បាននិយាយមកអញ្ចឹងខ្ញុំសូមបន្តសាច់រឿងទៅមុខទៀតស្រាប់តែលោកយាយម្នាក់នោះបាននិយាយថាអឺចឹងចៅយកលេខនេះទៅផ្សងសំណាងទៅហើយ
សម័យចៅគឺចាយអីចាក់តាប្រាក់កាក់ដែលសម័យចៅចាយនឹងត្រឹមតិចតួចបានហើយត្រឹមតែមកហូបឬមួយក៏ទិញអ្វីបានហូប2-3ថ្ងៃទៅបានហើយវាមិនអាចលើសនឹងទេកុំលោភលន់ពេកហើយបរិសម្នាក់នោះក៏បាទហើយគាត់ក៏បានត្រង់ត្រាប់ស្ដាប់លេខដែលលោកយាយនោះបានប្រាប់ទៅហើយជាចុងក្រោយលោកយាយបាននិយាយបន្តទៀតថារយៈពេល7ថ្ងៃក្រោយបានលេខហ្នឹងត្រូវណែច្បាស់ដល់ម្លឹងទៀតណាហើយបុរសម្នាក់នោះក៏បានងើបមកកត់លេខជាធម្មតាហើយក៏បាត់លោកយាយម្នាក់ហ្នឹងបាត់ទៅនៅក្នុងចិត្តក៏គិតថាអូអ្នកថែសារនៅផ្ទះនេះឲ្យមើលទៅហើយគាត់អត់មានអាការៈដូចថាភ័យខ្លាចអីទេគាត់បានគេងធម្មតាសម្រាប់រំលងបានប្រហែលជាមួយថ្ងៃទៀតចូលដល់យប់ទី2ឯងស្រាប់តែមានតាចាស់ម្នាក់មករកគាត់ទៀតដោយសារតែគាត់នៅតែឯងមករកគាត់ទៀតហើយដល់ពេលមករកគាត់ទៀតដំណើរដើររបស់លោកតានឹងហើយនឹងការស្លៀកពាក់របស់លោកតានឹងគឺដូចលោកយាយកាលពីម្សិលមិញម្សិលមួយថ្ងៃចឹងហើយមកកេះជើងគាត់មកដើរគាត់ភ្ញាក់ដូចគ្នាដោយនិយាយពាក្យថាចៅភ្ញាក់ឡើងចោលលួចឡើងលើលបងផ្ទះហើយគាត់ក៏ស្ទុះទៅកាន់ជាមួយនឹងដបងបាទស្រាប់តែមានក្មេងស្ទាវនឹងចង់ធ្វើសកម្មភាពឡើងលើលបងផ្ទះមែនហើយគាត់ក៏បានដេញទាំងកណ្ដាលទ្រាតទៅហើយចោលនឹងក៏ទៅបាត់ទៅដោយអត់ទាន់បានលួចរបស់របរអីទេស្រាប់តែងាកទៅបាត់តាម្នាក់នឹងតែម្ដងហើយគាត់ក៏បានលើកដៃអរគុណណាសំពះអរគុណដល់ប្រភូមិដែលនៅមុខផ្ទះនៅក្រោមដើមស្លាដើមម្លូហ្នឹងមានប្រភូមិអញ្ចឹងគាត់គិតថាអូចឹងតើបានម្ចាស់ផ្ទះដើមហ្នឹងគេខ្វាយខ្វល់បារម្ភពីដើមស្លាដើមម្លូហ្នឹងណាស់តែរឿងនេះគឺជារឿងពិតរបស់គាត់វាមិនសូវជាមានភាពភ័យខ្លាចអីទេប៉ុន្តែអ្វីដែលជាភាពជាក់ស្ដែងគាត់បានចង់ដឹងណាថាវាស័ក្តិសិទ្ធិអីមែនអត់ស្រាប់តែគ្រប់7ថ្ងៃគាត់ទៅសាក់លបងលេងឆ្នោតដល់ពេលសាក់លបងលេងឆ្នោតស្រាប់តែត្រូវរបស់គាត់មែនក៏ប៉ុន្តែគាត់ជាសិស្សគាត់មិនសូវមានលុយចាយទេគាត់ប្រាប់ខ្ញុំថាគាត់ដាក់500លុយខ្មែរហើយលេខធំហើយកាលពីសម័យ2009 2010ហ្នឹងដឹងបានមកវិញប្រហែលខ្ញុំក៏មិនដឹងដែរហើយអញ្ចឹងនេះគឺជាអេពីសូតទី1របស់ខ្ញុំអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងគ្រប់គ្រងខ្ញុំជាបន្តទៀតដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវាបន្តទៅទៀតហើយក៏សំខាន់តែអភ័យទោសបើមានកំហុសខុសឆ្គងត្រង់ចំណុចណាឬមួយក៏និយាយលើសលួសភាសាមិនសមរម្យសូមអធិស្ឋានផង